នៅថ្ងៃទី20 ខែធ្នូឆ្នាំ2025នៅវេលាម៉ោង 12:04 នាទីរំលងអាត្រៀតយោធាថៃបានបាញ់ផ្លោងចូលក្នុងភូមិសាស្ត្របឹងត្រកួននៅវេលាម៉ោង 4:00 នាទីយោធាថៃបានបន្តប្រើប្រាស់កាំភ្លើងធំនិងរថក្រោះនៅបាញ់ចូលក្នុងភូមិសាស្ត្របឹងត្រកួននៅវេលាម៉ោង 4:02 នាទីយោធាថៃបានបន្តបាញ់ផ្លោងចូលក្នុងភូមិសាស្ត្របឹងត្រកួននៅវេលាម៉ោង 5:48 នាទីរហូតដល់ម៉ោង 6:35 នាទីយោធាថៃបានប្រើប្រាស់កាំភ្លើង 75 មីលីម៉ែត្របំពាក់លើរថពាសដែកបាញ់បំបុកចូលក្នុងភូមិសាស្ត្រអូភ្លុកដំរីចំពោះស្ថានភាពនៅក្នុងភូមិសាស្ត្រដទៃផ្សេងទៀតនៅមានសភាពស្ងប់ស្ងាត់ប៉ុន្តែកងកម្លាំងរបស់យើងនៅបន្តតាមដានដោយយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចមកគ្រាប់ទៀតទេ3គ្រាប់ហើយមាត់ពីសល់ហើយកាត្រូលាក់ចោលហើយឯងក៏6មកទម្លាក់មួយទៀត